មិនថាយើងកាន់សាសនាអ៊ីស្លាមកាន់សាសនាព្រះពុទ្ធឬកាន់សាសនាណាក៏ដោយយើងគឺជាប្រជាជនខ្មែរទាំងអស់គ្នាគ្រប់អ្វីដែលខ្ញុំធ្វើគឺខ្ញុំធ្វើក្នុងតំណាងប្រជាជនកម្ពុជាតែមួយអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់មើលមកខ្ញុំមកមិនត្រឹមតែមូស្លីមទេប៉ុន្តែជាកូនខ្មែរមួយរូបដែលតែងតែចូលរួមកម្មវិធីខិតខំប្រឹងប្រែងរៀនសូត្រមិនថានៅក្នុងសាលាក្រៅសាលាឬក៏ការធ្វើការគឺធ្វើដើម្បីគោលដៅមួយបំផុតគឺអភិវឌ្ឍប្រទេសជាតិនិងលើកមុខមាត់ប្រទេសជាតិមោទនភាពមែនតើដែលរាល់អ្វីដែលខ្ញុំធ្វើនោះគឺខ្ញុំធ្វើក្នុងនាមជាស្ត្រីមូស្លីមម្នាក់ដែលនៅក្នុងប្រទេសខ្មែរអញ្ចឹងអាចថាវាជាទំនួលខុសត្រូវរបស់ខ្ញុំមួយដែរបងដោយសារតែយើងជាមូស្លីមហើយយើងជាស្ត្រីទៀតអញ្ចឹងដូចសូម្បីតែការស្លៀកពាក់របស់ខ្ញុំក៏ខ្ញុំតែងតែគិតថាមនុស្សគេមើលមកគឺគេមើលថាយើងគឺជាស្ត្រីមូស្លីមអញ្ចឹងយើងត្រូវតែធ្វើជាតំណាងមួយដែលល្អអញ្ចឹង everything that I do I have to do it right អញ្ចឹងអាចថាពេលខ្លះក៏វាមានសម្ពាធតិចតួចដែរបងដោយសារតែយើងចង់ឲ្យពិភពលោកឬក៏ចង់ឲ្យអ្នកដទៃឃើញថាយើងគឺជាគំរូដ៏ល្អសម្រាប់ប្រជាជនរបស់យើងបងផ្នែកគំនិតយុវជនឧបត្ថម្ភដោយឈ្មោះពេញរបស់ខ្ញុំហៅថា /Ryan អញ្ចឹងបងអាចហៅខ្ញុំថា Ryan បានសប្តាហ៍ថ្ងៃគឺជានិស្សិតឆ្នាំទី4រៀននៅសាកលវិទ្យាល័យ Cambridge Business School រៀនផ្នែកគណនេយ្យឬក៏ហិរញ្ញវត្ថុដែលហៅថា Accounting and Finance ហើយសប្តាហ៍ថ្ងៃនេះខ្ញុំក៏ជាអ្នកវិភាគអាជីវកម្មក្រៅមកដែរអញ្ចឹង Business Analyst Part Time នៅក្នុងមួយឆ្នាំហ្នឹងក៏ខ្ញុំបានចូលរួមកម្មវិធី Exchange Program ទៅប្រទេសក្រៅច្រើនដែរដូចថាចំពោះអ្នកដែលគាត់ស្គាល់ខ្ញុំក៏ធ្លាប់ជា Vaisili Fellow ដែរបង Academic Fellowship ខ្ញុំផ្ទាល់បានទៅសហរដ្ឋអាមេរិករយៈពេល5សប្តាហ៍ហើយក្រៅពីនោះទៀតខ្ញុំក៏បានទៅ pitching នៅប្រទេសឥណ្ឌាឬក៏ pitching នៅហុងកុងបានទៅឥណ្ឌូនេស៊ីម៉ាឡេសិង្ហបុរីអញ្ចឹងអាចថាខ្លួនឯងនឹងស្គាល់ពិភពលោកច្រើនដោយសារតែ public speaking នឹងដែរអញ្ចឹងបើនិយាយពីប្រវត្តិនៃការនិយាយ public speaking នឹងគឺមានឈ្នះមានចាញ់ច្រើនមែនតើបងប៉ុន្តែខ្ញុំអត់ចោះចាញ់ខ្ញុំអត់រៀថយខ្ញុំតែងតែត្រឡប់មកវាវិញរហូតមកដល់បងនិយាយថាខ្ញុំខ្លាចជាជើងឯកឬក៏អាចថាជ័យលាភីនៃការនិយាយដេញដោលឬក៏តស៊ូមតិនៅអាស៊ីប៉ាស៊ីហ្វិកនឹងអញ្ចឹងភាពស្រឡាញ់នៃ public speaking និង debate ហ្នឹងគឺមានតាំងពីទូចមកបងគ្រាន់តែថាការប្រកួតវាមានតាមដំណាក់កាលអញ្ចឹងទៅអញ្ចឹងបើនិយាយពីថាប្រវត្តិវិញបងគឺខ្ញុំចាប់ផ្ដើមប្រកួត public speaking មុនគេបំផុតហ្នឹងគឺអាចថាកម្មវិធីប្រកួតហ្មងគឺនៅពេលខ្ញុំថ្នាក់ទី10ពេលហ្នឹងខ្ញុំគិតថាខ្ញុំអាយុ15ឆ្នាំហើយពេលនេះខ្ញុំប្រកួតកម្មវិធី Springboard ដែរបងហើយពេលហ្នឹងគឺខ្ញុំប្រកួតជាមួយនឹងសិស្សសាកលវិទ្យាល័យផងសិស្សវិទ្យាល័យផងអញ្ចឹងអាចថាលើកទី1ខ្ញុំប្រកួតលេងប្រកួតជាមួយនឹងមនុស្សអាចថាគ្រប់វ័យអញ្ចឹងពេលហ្នឹងខ្ញុំភ័យដែរប៉ុន្តែអាចថាជាលើកទី1របស់ខ្ញុំប្រកួតអត់ដែលមានបទពិសោធន៍ក្នុងការប្រកួតមកប៉ុន្តែអាចឈានជើងរហូតដល់ក្នុងចំណោម3នាក់អាចថាប្រកែ3នាក់អញ្ចឹងពេលហ្នឹងវាអាចថាជា motivation របស់ខ្ញុំមួយដែរនៅក្នុងការបន្តតើក្នុងនាមជាយុវជនម្នាក់ដែលបានលើកកម្ពស់មុខមាត់ខ្មែរនៅលើឆាកអន្តរជាតិជាច្រើននៅក្នុងនាមជាយុវជនមូស្លីមមួយរូបតើរ៉ៃយ៉ានមានមោទនភាពយ៉ាងណាខ្លះចំពោះខ្លួនឯងក៏ដូចជាចំពោះភាពដែលរស់នៅក្នុងខ្មែរដែរចាហ្នឹងហើយបងនិយាយរួមទៅគឺអរគុណបងសម្រាប់សំណួរហ្នឹងមែនតើដោយសារដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងខ្ញុំគឺជាយុវនារីមូស្លីមម្នាក់នៅក្នុងសហគមន៍អ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាអញ្ចឹងចំពោះអ្នកដែលគាត់ដឹងទេសមាគមអ៊ីស្លាមឬក៏សហគមន៍អ៊ីស្លាមយើងហ្នឹងគឺមានតែ3ទៅ5%នៅក្នុងប្រទេសកម្ពុជាអញ្ចឹងមានន័យថាគឺភាគតិចមែនតើអាចហៅថា minority នៅក្នុងប្រទេសកម្ពុជារបស់យើងប៉ុន្តែខ្ញុំចង់លើកចំណុចមួយដែលសំខាន់គឺថាខ្ញុំគឺមានមោទនភាពមែនតើដែលជាមូស្លីមនៅក្នុងប្រទេសកម្ពុជាដោយសារតែរដ្ឋាភិបាលគឺលោកមើលខុសត្រូវក៏ដូចជាស្រឡាញ់ពួកខ្ញុំមែនតើផ្ដល់ឱកាសជាច្រើនដូចការស្លៀកពាក់របស់ពួកខ្ញុំគឺរដ្ឋាភិបាលតែងតែលើកទឹកចិត្តឲ្យពួកខ្ញុំជាពិសេសស្ត្រីភេទគឺអាចថាស្លៀកពាក់សមរម្យបានត្រឹមត្រូវអញ្ចឹងហ្នឹងគឺអាចថាជាកត្តាចម្បងដែលតែងតែជំរុញឲ្យខ្ញុំនឹងអត់មានភាពភ័យខ្លាចនៅក្នុងការចូលរួមកម្មវិធីផ្សេងៗទេបងគឺចូលរួមដែលអាចថាមោទនភាពក៏ដូចជា confident ដែរបងមានមោទនភាពមួយទៀតដោយសារតែទី1យើងជាស្ត្រីហើយទី2យើងជាមូស្លីមអញ្ចឹងminority ហ្នឹងវាកាន់តែ minority ទៀតបងអញ្ចឹងនៅពេលដែលខ្ញុំចូលរួមកម្មវិធីផ្សេងៗគឺខ្ញុំអត់ភ្លេចអត្តសញ្ញាណរបស់ខ្លួនឯងទី1គឺខ្ញុំជាប្រជាជនខ្មែរទី2ខ្ញុំជាខ្មែរឥស្លាមឬក៏មូស្លីមនឹងអញ្ចឹងរាល់កម្មវិធីនេះខ្ញុំទៅមិនថាប្រកួតនៅក្នុងប្រទេសកម្ពុជាប្រកួតនៅសហរដ្ឋអាមេរិកឬក៏ទៅណាខ្ញុំតែងតែលើកមុខមាត់ប្រទេសជាតិរបស់យើងហើយតែងតែនិយាយពីការស្រឡាញ់ក៏ដូចជាការយកចិត្តទុកដាក់នៃរដ្ឋាភិបាលមកលើសហគមន៍របស់ខ្ញុំផ្ទាល់ហើយខ្ញុំតែងតែនិយាយប្រាប់បងប្អូនឬក៏អ្នកដែលក្នុងសហគមន៍របស់ខ្ញុំហ្នឹងគាត់តែងតែសរសើរថាអូបងទៅអញ្ចឹងទៅខ្ញុំមានមោទនភាពដែរ
ដោយសារតែបងអាចលើកមុខមាត់សហគមន៍របស់យើងអញ្ចឹងពាក្យពេចន៍ទាំងអស់ហ្នឹងបងគឺវាសំខាន់មែនតើដោយសារវាជាអាចថាជាកត្តាមួយដែលជំរុញឲ្យខ្ញុំបន្តរហូតជាពិសេសនៅពេលខ្ញុំឃើញបងប្អូនដែលគាត់ជាមូស្លីមហើយជាស្រីដូចខ្ញុំគាត់តែងតែនិយាយថាបងឯងគឺជា you are my inspiration អញ្ចឹងមួយម៉ាត់ហ្នឹងគឺអាចថាវាជួយ motivate ខ្ញុំឲ្យកាន់តែប្រឹងប្រែងចូលរួមមិនថាកម្មវិធី exchange program volunteer ឬក៏ competition ទេដោយសារតែអាចថាយើងមានលក្ខណៈពិសេសជាងគេបន្តិចដោយសារទៅអត់សូវមានគេច្រើនទេដឹងថាសហគមន៍អ៊ីស្លាមយើងក៏មានអាចថាធនធានមនុស្សដែលពូកែច្រើនដែរគ្រាន់តែថាពេលខ្លះឱកាសវាអត់សូវមានអញ្ចឹងហើយសង្ឃឹមថាបងប្អូនជាពិសេសបងជាពិសេសស្ត្រីភេទដូចគ្នានៅក្នុងសហគមន៍មួយខ្ញុំបើឃើញខ្ញុំអាចធ្វើបានខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរដោយសារតែឱកាសគឺវាតែងតែមានយើងឯងថាអ្នកទៅចាប់ឱកាសនឹងបានអត់ហើយនេះខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាជាពិសេសគឺមូស្លីមខិតខំប្រឹងប្រែងចាប់យកឱកាសទាំងអស់ហ្នឹងដោយសារតែសហគមន៍របស់យើងយ៉ាងទូចដែរអញ្ចឹងយើងត្រូវតែលើកមុខមាត់សហគមន៍របស់យើងឲ្យគេដឹងថាអូនៅប្រទេសខ្មែរហ្នឹងក៏មានសហគមន៍អ៊ីស្លាមច្រើនក៏មានធនធានមនុស្សដែលពូកែច្រើនអញ្ចឹងយើងត្រូវចូលរួមគ្នាទាំងអស់គ្នាធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69